បាទសួស្តីបងប្អូនដែលកំពុងតែប្រើម៉ាស៊ីនភ្ញាក់សិតអូតូស្វ័យប្រវត្តិហើយបានដាក់ពងមាន់ភ្ញាស់នៅក្នុងម៉ាស៊ីនមិនថាពងមាន់ឬក៏ពងទាពងគ្រួចពងកង្ហានក៏ដោយឲ្យតែយើងដាក់ភ្ញាស់នៅក្នុងម៉ាស៊ីនបានចន្លោះពេលពី10ទៅ12ថ្ងៃអញ្ចឹងយើងអាចធ្វើការត្រួតពិនិត្យមើលពងនៅក្នុងម៉ាស៊ីននេះដើម្បីចង់ដឹងថាតើពងដែលដាក់នៅក្នុងម៉ាស៊ីននេះវាមានមេជីវិតឬក៏មិនមានមេជីវិតពងដែលនៅល្អពងដែលមិនល្អអញ្ចឹងថ្ងៃនេះយើងមានវិធីសាស្ត្រមួយនៅក្នុងការត្រួតពិនិត្យមើលដោយលឿនមិនចំណាយពេលយូរអញ្ចឹងយើងប្រើពណ៌ឆ្លោះពងជាប្រភេទពណ៌ដែលភ្ជាប់ទៅជាមួយម៉ាស៊ីនអញ្ចឹងរាល់ការទិញម៉ាស៊ីនទៅយើងមានថែមពណ៌នេះជូនណាហើយបងប្អូនបើកដាក់ថ្មទីចូលទៅហើយយើងបើកឆ្លោះបែបនេះទៅអញ្ចឹងយើងមានវិធីសាស្ត្រនៅក្នុងការឆ្លោះឲ្យលឿនដើម្បីចាប់យកពងណាដែលវាខូចពងដែលមិនមានមេជីវិតដកចេញមកខាងក្រៅអញ្ចឹងយើងមិនចាំបាច់អង្គុយពវើមើលម្ដងមួយឬក៏យកពងមកអង្គុយឆ្លោះមើលនៅលើក្បាលម៉ាស៊ីនវាណាអញ្ចឹងទំនំតែចាយពេលយូរអញ្ចឹងយើងមើលវិធីសាស្ត្រនៅក្នុងការធ្វើទាំងអស់គ្នាបាទអញ្ចឹងទី1យើងទៅបិទភ្លើងសិនដើម្បីអាចងាយស្រួលនៅក្នុងការឆ្លោះចំណាយពេលតិចបាទយើងបិទភ្លើងតិចទៅហើយយើងបើកពងមកអញ្ចឹងយើងចាប់ផ្ដើមឆ្លោះចាប់យកពងណាដែលវាមិនមានកសរសៃឈាមមិនមានមេជីវិតដកចេញឲ្យអស់អញ្ចឹងយើងចាប់ផ្ដើមឆ្លោះបាទនេះអូខេពងនៅល្អទុកពងនៅល្អអូអានេះចាប់បានមួយហើយពងមិនល្អដកវាដាក់លើនេះមកបាទឆ្លោះទៀតបាទអានេះពងនៅល្អទុកអូខេអានេះអូនេះមួយទៀតពងអត់ល្អទេដកចេញអញ្ចឹងរយៈពេលចន្លោះពី10ទៅ12ថ្ងៃយើងអាចឆ្លោះមើលឃើញយ៉ាងយូរគិតថា5 10ថ្ងៃចាស់2សប្តាហ៍បងប្អូនអាចមើលឃើញបាទឆ្លោះទៅពងណាដែលមិនមានមេជីវិតមិនមានកូនមិនមានសរសៃឈាមគឺវាចេញថ្លាឆ្វេងបែបនេះឯងអញ្ចឹងងាយស្រួលនៅក្នុងការមើលមែនតើអញ្ចឹងអូខេខាងនេះហើយមកមើលខាងនេះម្ដងខាងនេះក៏ដូចគ្នាដែរអញ្ចឹងយើងចាប់ផ្ដើមឆ្លោះបែបហ្នឹងអញ្ចឹងទៅលឿនអញ្ចឹងពងណាអត់មានមេជីវិតដកចេញអស់ពេលយើងឆ្លោះបែបនេះគឺយើងចំណាយពេលតិចអត់ចង់ចំណាយពេលយូរហ្នឹងធ្វើបែបហ្នឹងទៅលឿនបាទអញ្ចឹងបន្ទាប់ពីយើងបានធ្វើពិនិត្យមើលពងទាំងឡាយណាដែលអត់មានមេជីវិតអត់មានកូនហើយដកវាចេញមកហើយពងនេះបងប្អូនចង់យកទៅហូបចង់ទៅស្ងោរចង់ទៅញ៉ាំអីក៏បានមិនជាបញ្ហាទេព្រោះពងយើងទុំដាក់ក្នុងម៉ាស៊ីនបានរយៈពេល10ថ្ងៃទៅ10ថ្ងៃតិចតួចហ្នឹងយើងអាចយកមកបរិភោគបានទេបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងជូនបងប្អូនទាំងគ្នាបាទអរគុណច្រើនបាទ